សំណាងហើយដែលខ្ញុំរហ័សមិនធ្លាក់ចូលក្នុងអន្ទាក់របស់មេធ្មប់នោះស្ថានភាពខ្លាចជាបែបនេះខ្ញុំមិនអាចទុកគាត់ចោលម្នាក់ឯងបានទេអីយ៉ានៅតែដេកជាមួយគាត់ទៅចុះមើលទៅនាងសំជុកអស់ហើយគួរតែឲ្យនាងបាត់ខ្លួនទៅល្អជាងមិនត្រឹមត្រូវទេអំបញ្ញមិញទឹកមុខមេធ្មប់នោះមិនសូវល្អទេបើសិនជានាងខឹងហើយមកលួចឆ្មក់វាប្រហារពាក់កណ្ដាលយប់តើមិនចប់ទាំងអស់គ្នាទេអីមិនអីទេខ្ញុំនៅតែខ្ញុំយល់ថារបួសរបស់អ្នកធ្ងន់ណាស់ប្រកាសជាមិនទាន់ជាសះស្បើយទេបើមានមេធ្មប់មកលួចវាប្រហារយប់នេះអ្នកច្បាស់ជាទុកមិនជាប់ទេខ្ញុំមកជួយយាមឲ្យអ្នកបើចង់ការពារខ្ញុំឡើងមកលើក្រែមកមិនមែនអាចការពារបានចិត្តស្និទ្ធជាងទេអីមិនបាច់ចិត្តស្និទ្ធពេកទេនៅក្រោមក្រែក៏ល្អដែរឡើងមកចាចិត្តណាចង់ការពារស្រីល្ងងម្នាក់នោះច្បាស់ក្រឡែកតែម្ដងខ្លាចខ្ញុំមើលមិនដឹងឬក៏ថាអ្នកចង់ខ្ចីដៃសម្រាប់មនុស្សលូដានយូឲ្យលូដានយូនាងពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំស្ទើរតែមិនដាច់ចិត្តយកនាងទៅបូជាសពសត្វទៅហើយតានយូ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 នាងភ្ញាក់ឡើងហេតុអ្វីបានជានាងនៅទីនេះហេតុអ្វីបានជានាងនៅលើគ្រែរបស់អាខ្មោចឆៅនេះតានយូអាខ្មោចឆៅតានយូហេតុអ្វីបានជានាងនៅក្នុងបន្ទប់របស់លីយានប្រាប់ខ្ញុំមកនាងត្រូវបានគេបង្ខំមែនទេលូដានយូរឿងនេះប៉ះពាល់ដល់កេរ្តិ៍ឈ្មោះណាស់នាងត្រូវតែពន្យល់ឲ្យច្បាស់តានយូប្រាប់ខ្ញុំមកនាងមិនមែនស្ម័គ្រចិត្តនៅទីនេះទេមែនទេតានយូមិនស្រឡាញ់នាងទេលូដានយូនាងជាក្មេងស្រីណាស់ទោះជានាងស្រឡាញ់គេខ្លាំងយ៉ាងណាក៏នាងមិនគួរលូដានយូនាងស្រឡាញ់គេមែនទេអ្នកនាងធំលោកម្ចាស់ហៅអ្នកនាងត្រឡប់ទៅផ្ទះវិញចេញមកញ៉ាំអាហារពេលព្រឹកមកទៅបាត់ក៏ល្អដែរកុំឲ្យខ្ញុំចេះតែភ័យព្រួយរាល់ថ្ងៃតានយូនេះឆ្ងាញ់ណាស់អ្នកក៏ញ៉ាំដែរទៅញ៉ាំឲ្យច្រើនទៅយិតឈីលងស្រឡាញ់លោកតាំងពីឃើញដំបូងសង្ឃឹមថាលោកអាចទទួលយកយិតឈីបានប៉ុន្តែខ្ញុំមិនទទួលអ្នកបម្រើស្រីទេអ្នកនាងតើអ្នកមានការលំបាកអ្វីមែនទេបងប្រុសខ្ញុំមានគូដណ្ដឹងហើយសូមអ្នកនាងរក្សាម៉ាយិតផង
យៀតឈីធ្វើឲ្យបាត់បង់មារយាទហើយយៀតឈីសុំលាទៅសិនហើយហេតុអ្វីបានជាអំបញ្ញមិញនេះនិយាយថាខ្ញុំមានគូដណ្ដឹងខ្ញុំមិនមានគូដណ្ដឹងឯណាបើមិននិយាយបែបនេះតើនាងព្រមទៅដល់ញីទេអូតាមពិតអីចឹងសោះដានយូរបស់យើងពិតជាឆ្លាតមែនសៀវស៊ីវិញ្ញាណអាក្រក់នៅជុំវិញនេះត្រូវបានកម្ចាត់អស់ហើយរាយការណ៍សិស្សច្បងក្នុងក្រុងនិងភូមិជុំវិញត្រូវបានត្រួតពិនិត្យរួចរាល់ហើយសិស្សច្បងអ្នករាល់គ្នាធ្វើបានល្អណាស់បន្តិចទៀតត្រឡប់ទៅផ្ទះសំណាក់សម្រាប់ចុះឈុនយ៉ាក្នុងកាលដែលរឿងរ៉ាវត្រូវបានដោះស្រាយរួចរាល់ហើយនេះជាបំណងរបស់ព្រះនៅទីនេះទៀតទីនេះនៅឆ្ងាយពីកន្លែងផ្សារភ្ជាប់តែ30លីប៉ុណ្ណោះតើអ្នកគិតថាមេបិសាចនោះល្ងងរហូតដល់នៅវិលវល់ក្បែរនេះមែនតើអ្នកចង់មានន័យថាម៉េចខ្ញុំគ្មានន័យអ្វីទេគ្រាន់តែគិតថាបើខ្ញុំជាមេបិសាចហើយចង់រត់គេចខ្ញុំច្បាស់ជារត់ឲ្យឆ្ងាយពីកន្លែងផ្សារភ្ជាប់ឬត្រឡប់ទៅអាណាចក្រត្រឡប់ទៅឡានឈីវិញទូស៊ីទីខ្ញុំដឹងថាអ្នកមានមតិចំពោះការដែលព្រះនាងបញ្ជូនយើងមកទីនេះប៉ុន្តែយើងគ្រាន់តែជាក្រុមមួយក្នុងចំណោមនោះប៉ុណ្ណោះព្រះនាងបានរៀបចំអន្ទាក់រួចជាស្រេចហើយគេរត់មិនរួចទេចុះមិនមែនមានន័យថាស្នាដៃទាំងអស់ជារបស់អ្នកអតីតទេអីទូស៊ីទីគោលបំណងរបស់វិមានសុខយើងមិនមែនត្រឹមតែដោះស្រាយជាមួយឡានឈីមួយយាននោះទេគឺដើម្បីកម្ចាត់បិសាចទាំងអស់នៅក្នុងអាណាចក្រនេះបាទសិស្សច្បងមកពីខ្ញុំមានចិត្តចង្អៀតចង្អល់ពេកហើយហេតុអ្វីបានជាអ្នកនៅក្នុងបន្ទប់របស់ខ្ញុំនាងមិនស្រឡាញ់ខ្ញុំទេអីខ្ញុំរងចាំនាងនៅក្នុងបន្ទប់មិនឃើញក៏មកទីនេះតែម្ដងទៅហេតុអ្វីបានជាខ្ញុំនៅទីនោះអ្នកដឹងច្បាស់បំផុតហើយមែនទេដឹងរឿងអីនិយាយមកហេតុអ្វីបានជាអ្នកនៅទីនេះខ្ញុំមិនទាន់ជាសះស្បើយពេញលេញទេខ្ញុំខ្លាចថាពេលយប់មានមេធ្មប់មកលួចវាយប្រហារខ្ញុំត្រូវការការពារ